ចំពោះថ្ងៃទី4ខែតុលាឆ្នាំ2025ដែលជាថ្ងៃមមីភ្លើងយ៉ាងឆុងគ្នាជាមួយអ្នកដែលមានឆ្នាំជូតធាតុមាសវ័យ66ឆ្នាំនិងជូតធាតុទឹកវ័យ54ឆ្នាំល្អចំពោះអ្នកដែលត្រូវការធាតុភ្លើងនិងឆ្នាំមមែចហើយនឹងខាលទិសដែលត្រូវបានហាមឃាត់ក្នុងការជួសជុលស្វានដំបគ្រឹះនៅថ្ងៃស្អែកមានទិសខាងជើងហើយនឹងត្បូងជើងកើតចំពោះការអធិដ្ឋានសមាធិបន់ស្រន់ល្អប្រសើរថ្ងៃស្អែកក៏ជាថ្ងៃហង្សក្រហមល្អសម្រាប់ស្ត្រីក្នុងការមានស្នេហ៍ក្នុងការចរចានិយាយស្ដីទំនាក់ទំនងសូមប្រើថ្ងៃស្អែកជាប្រយោជន៍ចំពោះទិសល្អ4ដែលយើងអាចធ្វើការសមាធិតាមបែបឈីមិនតុនជាមានទិសខាងជើងឈៀងខាងកើតយើងអាចស្នើសុំអំពីអំណាចទូនាទីការជួយទំនុកបម្រុងគាំពារយកអាសាទិសខាងជើងយើងអាចស្នើសុំអំពីទ្រព្យសម្បត្តិអាជីពការងារជើងឈៀងលិចយើងអាចស្នើសុំអំពីសុខភាពចំពោះទិសខាងលិចយើងអាចស្នើសុំអំពីសម្ព័ន្ធភាពស្នេហាទំនាក់ទំនងក្នុងការធ្វើការសមាធិតាមបែបធីមិនតុនជាគឺជាការបែរខ្នងទៅកាន់ទិសនីមួយៗដែលបានកំណត់ធ្វើចិត្តឲ្យស្ងប់មនោដូចជាការពិតនៅការទទួលបាននៅធម៌ពលដែលបងប្អូនចង់បានជូនពរសំណាងល្អសម្រាប់ថ្ងៃស្អែកអរគុណ